ជំរាបសួរសួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំសង្កេតឃើញថាបងប្អូនខ្មែរយើងណាបាទគឺគាត់កំណើននៃការចេះញ៉ាំម្ទេសនឹងគឺថាច្រើនមែនតើព្រោះឥឡូវភ្ញៀវខ្ញុំបាទជាក់ស្ដែងគឺគាត់ញ៉ាំកំងម្ដង20 30 40គ្រាប់លោតទៅដល់70គ្រាប់80គ្រាប់ក៏មានដែរឥឡូវហ្នឹងណាបាទគឺថាគាត់ប្រកែញ៉ាំម្ទេសខ្លាំងមែនតើពីមុនមកគឺខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំហឹលដូចគ្នាដែរប៉ុន្តែបន្ទាប់ពីចាប់ផ្ដើមបើកហាងលក់មកឃើញថាបងប្អូនខ្មែរយើងឥឡូវនេះគឺគាត់ចូលចិត្តញ៉ាំម្ទេសច្រើនមែនតើឥឡូវនេះម្ទេស4 5គីឡូបុកអត់បានមួយថ្ងៃទេបុកលក់អត់បានមួយថ្ងៃទេដោយសារតែបងប្អូនរបស់យើងគាត់ចូលចិត្តញ៉ាំម្ទេសគាត់ចេះញ៉ាំម្ទេសច្រើនមែនតើណាហើយសម្រាប់ភ្ញៀវខាងខ្ញុំឥឡូវនេះគឺថាកំងប្រអប់ធំតែម្ដងដោយសារតែគាត់មានការជួបជុំគ្នាច្រើនបាទហើយក្នុងមួយប្រអប់នេះគឺញ៉ាំបានគ្នា3 4អីបងប្អូនអរគ្នាបាទហើយដូចជាក់ស្ដែងគ្រឿងសមុទ្រនៅក្នុងនេះគឺថាមានគ្រប់មុខតែម្ដងបងប្អូនចង់កំងបែបណាគឺបានបែបហ្នឹងអញ្ចឹងណាយើងមានទាំងសាមុនមានទាំងគ្រឿងសមុទ្រផ្សេងជាច្រើនទៀតដូចនៅក្នុងម៉នុយនេះដែរគឺម៉នុយពិសេសបងប្អូនអរគ្នាហើយមានគ្រឿងសមុទ្រគ្រប់មុខនៅក្នុងនោះតែម្ដងហើយចំពោះការវេចខ្ចប់ខាងយើងគឺបែបហ្នឹងហើយជាក់ស្ដែងបកមកមើល idol យើងវិញគឺថាគាត់ចូលចិត្តញ៉ាំខ្លាំងមែនតើបាទមួយទឹកគឺ2 3ប្រអប់ហើយបងប្អូនអរគ្នាជាមួយវិញទៀតចំពោះគ្រឿងសមុទ្រដូចខាងខ្ញុំជម្រាបជូនបងប្អូនអរគ្នាសម្រាប់ខាងយើងធ្វើមួយថ្ងៃលក់មួយថ្ងៃគ្រឿងសមុទ្រដែលញ៉ាំឆៅគឺយើងអាចទុកមួយថ្ងៃទៅ2ថ្ងៃ3ថ្ងៃបានទេអញ្ចឹងចំពោះការលក់ម៉ោង7ជាងហ្នឹងគឺអស់តែម្ដងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់កំងអាចកំងមុនម៉ោង7ឬក៏មុនម៉ោង8បងប្អូនអរគ្នានឹងបានញ៉ាំហើយបាទហើយក៏សូមទោសចំពោះការយឺតយ៉ាវដូចគ្នាដែរដោយសារតែមានការគ្រប់គ្រងខ្លាំងមែនតើជាចុងក្រោយមានតែអរគុណបងប្អូនអរគ្នាដែលគ្រប់គ្រងតាំងពីដើមរហូតមកដល់ឥឡូវអរគុណទេ10 20គ្រាប់លែងជាបញ្ហាសម្រាប់អ្នកដែលគាត់ចេះហឹលហើយព្រោះដោយសារតែមានភ្ញៀវរបស់ខ្ញុំផ្ទាល់គឺគាត់ញ៉ាំរហូតដល់100គ្រាប់បងប្អូនអរគ្នាជឿថាមានភ្ញៀវគាត់ញ៉ាំម្ទេសច្រើនដល់ថ្នាក់នឹងបងប្អូនអរគ្នាអាចតាមដានឲ្យចប់ជាមួយនឹងវីដេអូនេះណាចុងវីដេអូបងប្អូនអរគ្នានឹងបានដឹងហើយនឹងមួយវិញទៀតដោយខាងខ្ញុំបញ្ជាក់ជូនណាបុកល្ហុងទីកន្លែងណាក៏មានលក់ដែរប៉ុន្តែអ្វីដែលសំខាន់រសជាតិអនាម័យគឺខាងយើងធានាជូនតែម្ដងឥឡូវនេះគឺខាងយើងចាប់ផ្ដើមរៀបចំដាក់ម្ទេសជូនគាត់ហើយព្រោះកន្លងមកគាត់កំង7 8ដងហើយបាទ80គ្រាប់អីហ្នឹងគាត់ថាម្ទេសឃើញតិចឥឡូវនេះថតជាវីដេអូនេះផ្ញើជូនគាត់ជាពិសេសតែម្ដងសម្រាប់ភ្ញៀវខ្ញុំផ្ទាល់បាទឥឡូវនេះគឺយើងដាក់ហើយចាប់ផ្ដើមដាក់ម្ទេសបាទរហូតដល់100គ្រាប់ហើយខាងខ្ញុំក៏ថែមម្ទេសក្រៀមជូនគាត់បន្ថែមទៀតដើម្បីឲ្យបំពេញចិត្តរបស់គាត់ណាហើយបងប្អូនអរគ្នាឃើញនៅក្នុងនេះតិចមែនតែប៉ុន្តែទាំងម្ទេសក្រៀមម្ទេសស្រស់ហ្នឹងរហូតដល់100គ្រាប់ជាងហើយគាត់កំងតែត្រឹម100គ្រាប់ទេម្ទេសស្រស់ណាប៉ុន្តែខ្ញុំដាក់ម្ទេសក្រៀមជូនគាត់20 30គ្រាប់បន្ថែមទៀតហើយបងប្អូនអរគ្នាបានឃើញហើយបាទគឺថាម្ទេសច្រើនមែនតែឃើញសុទ្ធតែម្ទេសតែម្ដងនេះមិនមែនបុកល្ហុងគឺបុកម្ទេសវិញហើយសួរថាខ្ញុំគិតលុយថ្លៃម្ទេសគឺអត់ទេបងប្អូនអរគ្នាចំពោះម្ទេសបងប្អូនយកប្រមាណគ្រាប់ក៏ខ្ញុំអត់គិតលុយដែរ free ជូនតែម្ដងអញ្ចឹងណាខ្ញុំគិតតែតម្លៃបុកល្ហុងទេឥឡូវគឺយើងចាប់ផ្ដើមឌូដាក់ចានឌូដាក់ប្រអប់រៀបចំជូនគាត់នឹងតែម្ដងតែកុំឲ្យខាត់ពេលវេលាបងប្អូនយូរចូលទៅស្ដាប់ voice សម្លេងរបស់គាត់ហើយអ្នកលក់រីវីយូប៉ុណ្្នឹងហើយអត់ទិញទៀតម៉ែអ្នកមើលឡើងចង់ប្រកាតម្នាក់ឯងពេញនឹងចង់ឈួតអីពីមុនគេថាឯងសឹងស្រះឈប់ឬជៀនខ្វះជំនាញដល់ឯងរៀនជៀនពោគេថាបរៀនគេវល់តែគ្នាហ្វេកតាំងតាមតើអីគណើគ្នាខុសទៀតឥឡូវប្រូអាជីពមុខលហងមកប៉ុន្តែយប់ឡើងអូវីដេអូឃើញតែគេមុខដាក់សម័យនេះតិចជួបគេប្រឡំឡើងសួរគេហូបបាយនៅសង្គមខ្វែណៅម៉ៃនេះគេសួរខ្វែណៅដាក់សម័យនេះតិចជួបគេប្រឡំឡើងសួរគេហូបបាយនៅសង្គមខ្វែណៅម៉ៃនេះគេសួរខ្វែណៅហើយអ្នកលក់រីវីយូប៉ុណ្្នឹងហើយអត់ទិញទៀតម៉ែអ្នកមើលឡើងចង់ប្រកាតម្នាក់ឯងពេញនឹងចង់ឈួតអីធម្មតាពេលសម្រាប់ខ្ញុំម្នាក់ឯងគ្មានកន្លែងទៅតែងតែមកទីនេះញ៉ាំអីដូចជាផ
ផឹកកាហ្វេជាដើម